ខ្ញុំពីដើមមកខ្ញុំមិនសូវយកចិត្តទុកដាក់មិនសូវចាប់អារម្មណ៍ទេនឹងឯងធនធានធម្មជាតិនេះព្រោះខ្ញុំក៏ជាបុគ្គលមួយដែលបំផ្លាញព្រៃឈើច្រើនដែរសហគមន៍ជាទាប្រើដែលស្ថិតនៅក្នុងភូមិរំដេងស្រុកថាឡាបរិវត្តខេត្តស្ទឹងត្រែងធ្លាប់ជាតំបន់ដែលរងការកាប់បំផ្លាញដ៏រង្គាលមិនឈប់ឈរពីអ្នកនៅក្នុងតំបន់ផងនិងអ្នកក្រៅផងនៅមុនឆ្នាំ2014ទីនេះជាតំបន់ពេញនិយមដោយអ្នករកស៊ីបទល្មើសព្រៃឈើមិនចាញ់តំបន់ដទៃទៀតនៅក្នុងប្រទេសកម្ពុជាប៉ុន្មានឡើយសមាជិកសហគមន៍ប្រឹងការពារណាស់ដែរប៉ុន្តែនៅពុំអាចមានលទ្ធភាពទប់ស្កាត់បានស្របពេលពលរដ្ឋនៅក្នុងសហគមន៍នេះកំពុងប្រឈមពីការបាត់បង់នៅគម្របព្រៃឈើដែលជាផ្នែកមួយជួយទប់ស្កាត់ការប្រែប្រួលអាកាសធាតុដំណោះស្រាយមួយដែលគេកំពុងយកមកអនុវត្តពេលនេះគឺការកែប្រែលក្ខន្តិកៈដែលពុំមានអានុភាពឲ្យក្លាយជាលក្ខន្តិកៈមួយថ្មីហើយមានភាពប្រសើរជាងមុនអតីតប្រធានសហគមន៍ឈើទាប្រើនិងជាសមាជិកបណ្ដាញសហគមន៍ព្រៃឡង់លោកពេជ្រសារីបានលើកឡើងថាកាលពីដើមតំបន់ព្រៃសហគមន៍ឈើទាប្រើនេះធ្លាប់ប្រឈមនឹងការកាប់ព្រៃធ្វើអាជីវកម្មនិងទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិមិនឈប់ឈរចំណុចនេះសហគមន៍ក៏ធ្លាប់ប្រើគ្រប់មធ្យោបាយដើម្បីទប់ស្កាត់បទល្មើសនេះប៉ុន្តែនៅតែពុំបានផលឡើយបញ្ហាដែលស្មុគស្មាញនិងលំបាកបំផុតនៅត្រង់ថាអាជ្ញាធរមិនសូវយកចិត្តទុកដាក់និងចូលរួមសហការជាមួយសហគមន៍នោះទេរាល់ពេលឃាត់ខ្លួនអ្នកប្រព្រឹត្តបទល្មើសបានម្ដងលើសពីនេះទៅទៀតនៅពេលក្រុមសហគមន៍ឃាត់ខ្លួនជនល្មើសបានរួចអប់រំណែនាំនិងចុងក្រោយធ្វើកិច្ចសន្យាក៏នៅតែពុំទទួលបានផលដែរក្នុងន័យនេះអ្នកប្រព្រឹត្តបទល្មើសទាំងនោះនៅតែត្រឡប់មកវិញហើយបន្តធ្វើសកម្មភាពដូចមុនដដែលឲ្យឯងព្រៃសហគមន៍របស់យើងមានការកាប់រៀនចាត់លួចកាត់បិទឈើអីនោះដោយសារមានចំណាត់ការពីឯងសមត្ថកិច្ចពាក់ព័ន្ធនឹងឯងសហគមន៍ឈើទាប្រើស្ថិតនៅក្នុងភូមិរំដេងនៃឃុំចំការលើស្រុកថ្លាបរិវត្តខេត្តស្ទឹងត្រែងនេះបង្កើតឡើងនៅឆ្នាំ2014ក្រៅពីភូមិរំដេងគឺមានភូមិចំនួន4ទៀតដែលជាចំណុះនៅជាប់នឹងព្រំប្រទល់សហគមន៍នេះមានដូចជាភូមិកេះភូមិដូងភូមិបកសម្ព័ន្ធឬហៅថាភូមិចាមនិងភូមិរុននៅពេលសហគមន៍នេះបង្កើតឡើងដំបូងមានពលរដ្ឋតែជាង225គ្រួសារតែប៉ុណ្ណោះដែលបានចូលរួមផ្តិតមេដៃគាំទ្រការបង្កើតសហគមន៍នេះនៅលើផ្ទៃដីជាង664ហិកតាប៉ុន្តែបច្ចុប្បន្ននេះសមាជិកសហគមន៍បានកើនឡើងជិត80គ្រួសារបន្ថែមទៀតពី225គ្រួសារមកជាង300គ្រួសារក្រោយការបង្កើតសហគមន៍នេះក៏ទទួលស្គាល់ជាផ្លូវការពីរដ្ឋបាលខេត្តស្ទឹងត្រែងនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទកាលពីឆ្នាំ2016ហើយព្រៃសហគមន៍ឈើទាប្រើកំពុងប្រែខ្លួនទៅជាសហគមន៍គំរូមួយក្នុងការថែរក្សានិងអភិរក្សធនធានធម្មជាតិព្រោះដោយសារមានការចូលរួមដ៏សកម្មពីពលរដ្ឋនៅក្នុងតំបន់មិនតែប៉ុណ្ណោះអ្វីដែលធ្វើឲ្យសហគមន៍នេះប្រែខ្លួនទៅជាសហគមន៍ដែលមានដំណោះស្រាយនិងមានភាពរឹងមាំនេះគឺដោយសារសមាជិកភាគច្រើននៅក្នុងសហគមន៍ដែលធ្លាប់ជាអ្នកប្រព្រឹត្តបទល្មើសបានប្រែក្លាយមកជាសមាជិកដែលការពារនិងអភិរក្សព្រៃឈើវិញម្ដងអតីតប្រធានសហគមន៍ឈើទាប្រើលោកពេជ្រសារីឲ្យដឹងថាកាលពីមុនលោកក៏ជាមនុស្សម្នាក់ក្នុងចំណោមពលរដ្ឋផ្សេងទៀតនៅក្នុងសហគមន៍នេះតែងតែកាប់ព្រៃឈើពីទីនេះលក់បន្តទៅឲ្យឈ្មួញមិនដែលលុះពេលឡើយប៉ុន្តែចាប់តាំងពីលោកទទួលបានសារអប់រំស្ដីពីមហន្តរាយព្រៃឈើនិងជាពិសេសការបាត់បង់គម្របព្រៃឈើដែលនឹងនាំឲ្យអាកាសធាតុប្រែប្រួលមកក្នុងនាមជាអ្នកដែលធ្លាប់ប្រព្រឹត្តបទល្មើសលោកក៏ចាប់ផ្ដើមភ្ញាក់ខ្លួននិងកែប្រែឥរិយាបថតាំងពីពេលនោះមកហើយសពថ្ងៃនេះលោកក៏ចូលរួមដល់សកម្មម្នាក់ដែរដើម្បីសហគមន៍មានពណ៌បៃតងបើកាលណាសង្គមយើងបើយើងវាគ្មានព្រៃឈើក៏យើងរស់នៅមិនបានសុខស្រួលអីដែរព្រោះធនធានធម្មជាតិនេះវាជាតម្លៃមួយកាត់ថ្លៃមិនបានទេក្នុងប្រទេសកម្ពុជាយើងហើយដូច្នេះបានខ្ញុំបដូរគំនិតចាប់យកពោះទៅបីមានការលំបាកមានការប្រឈមពីមុនសហគមន៍ធ្លាប់តែមានសកម្មភាពដឹកជញ្ជូនឈើមិនដែលលួសថ្ងៃតែពេលនេះ
មិនដូចនេះទៀតឡើយចាប់តាំងពីគណៈកម្មការសហគមន៍បានបង្កើតលក្ខន្តិកៈថ្មីនិងការប្រែរបៀបនៃការអនុវត្តតឹងរឹងជាងមុនហើយគោលការណ៍នេះក៏ទទួលស្គាល់ពីរដ្ឋបាលព្រៃឈើនិងអាជ្ញាធរពាក់ព័ន្ធថែមទៀតនោះពេលនេះបទល្មើសព្រៃឈើក៏បានកាត់បន្ថយក្នុងកម្រិតមួយដែលខ្ពស់ផងដែរចំណែកអ្នកដែលធ្លាប់ប្រព្រឹត្តបទល្មើសព្រៃឈើក៏កែប្រែឥរិយាបថរបស់ពួកគេមកជាអ្នកអភិរក្សវិញហើយទីនេះក៏បានក្លាយជាតំបន់ដែលមានពណ៌បៃតងជាពិសេសបានរួមចំណែកក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុការផ្លាស់ប្ដូរទម្លាប់ពីអ្នកប្រព្រឹត្តបទល្មើសមកជាអ្នកអភិរក្សវិញរបស់ពលរដ្ឋនៅក្នុងតំបន់សហគមន៍ឈើទាលប្រើសនេះស្របពេលការប្រែប្រួលអាកាសធាតុនិងការឡើងកម្ដៅភពផែនដីកាន់តែមានការគំរាមកំហែងមិនឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំប៉ុន្តែទីនេះមិនដូចនេះទៀតទេតំណាងសហគមន៍លើកឡើងថាការអភិរក្សព្រៃឈើនេះក្រៅពីជួយការពារនិងកាត់បន្ថយការប្រែប្រួលអាកាសធាតុហើយព្រៃឈើដែលកំពុងតែមានវត្តមាននៅលើផ្ទៃដីជិត700ហិកតានេះក៏បានដើរតួនាទីសំខាន់មួយទៀតដែរគឺទ្រទ្រង់ជីវភាពពលរដ្ឋនៅក្នុងសហគមន៍តាមរយៈការផ្ដល់អនុផលព្រៃឈើមិនដែលលួសពេលឡើយអ្នកភូមិមិនថាទទួលផលដោយផ្ទាល់ឬដោយប្រយោលនោះទេពួកគេសុទ្ធតែទទួលបានផលដូចគ្នាតាមរយៈការដបផ្សិតដងជ័រទឹករកឃ្មុំបោចងាប់បេះផ្លែគុយនិងអនុផលព្រៃឈើដទៃផ្សេងទៀតមិនតែប៉ុណ្ណោះព្រៃឈើដែលរក្សាបានល្អនិងគ្រប់អាយុដែលអាចកាប់បាននៅពេលមានតម្រូវការចាំបាច់នោះគណៈកម្មការបណ្ដាញសហគមន៍នឹងសម្រេចផ្ដល់ឲ្យសម្រាប់បម្រើសេចក្តីត្រូវការចាំបាច់ដូចជាយកឈើធ្វើជាសាលារៀនឬសាងសង់ស្ពានជាដើមប្រធានសហគមន៍ឈើទាលប្រើសលោកពេជ្រសារឿនបានបញ្ជាក់ថាលក្ខន្តិកៈថ្មីដែលគណៈកម្មការសហគមន៍តាក់តែងឡើងនេះបានកំណត់មិនថាការកាប់ព្រៃនោះធ្វើចំការឬធ្វើអាជីវកម្មទេត្រូវតែទប់ស្កាត់ភ្លាមដោយមិនយោគយល់ឡើយមួយវិញទៀតប្រសិនបើតំបន់ដែលត្រូវការពារដែលកំណត់ដោយគណៈកម្មការសហគមន៍ហើយបើទោះជាធ្វើឡើងក្នុងរូបភាពដូចជាការដាំដំណាំកសិកម្មអ្វីក៏ដោយក៏ត្រូវដកហូតទុកជាដីសហគមន៍វិញដែរគឺការរុករៀនកាត់ទន្ទ្រានឬកាត់ឈើផៃឈើនេះគឺវាថយចុះគឺចាប់ពីរយៈ2025 2026នេះគឺថយចុះខ្លាំងបានសហការជាមួយរដ្ឋបាលព្រៃឈើភូមិឃុំអាជ្ញាធរយើងរដ្ឋបាលព្រៃឈើថ្នាក់ក្រសួងកសិកម្មតំណាងសហគមន៍លើកឡើងថាបើពីមុនវិញមិនបានអនុវត្តដូចនេះទេមានន័យថាពេលមានបទល្មើសកើតឡើងឬចាប់បានអ្នកប្រព្រឹត្តបទល្មើសម្ដងគ្រាន់តែតម្រូវឲ្យពួកគេចុះកិច្ចសន្យាបញ្ចប់សកម្មភាពរួចហើយក៏ដោះលែងឲ្យត្រឡប់ទៅលំនៅឋានវិញប៉ុន្តែការអនុវត្តនីតិវិធីបែបនេះមិនបានផលឡើយបទល្មើសនៅតែបន្តកើតឡើងហើយអ្នកដែលប្រព្រឹត្តបទល្មើសភាគច្រើនគឺជាជនចំណាក់ស្រុកមកពីខេត្តកំពង់ចាមនិងព្រៃវែងជាដើមតែក៏មានពលរដ្ឋដែលរស់នៅក្នុងសហគមន៍នេះផងដែរជាបណ្ដាញសហគមន៍ឈើទាលប្រើសលោកខៀវសរឹមឲ្យដឹងថាក្រោយពីគណៈកម្មការសហគមន៍កែប្រែគោលការណ៍ថ្មីឃើញថាការកាប់ទន្ទ្រានព្រៃឈើបានថយចុះក្នុងកម្រិតមួយដែលល្អប្រសើរនៅក្នុងតំបន់ព្រៃសហគមន៍នេះមិនតែប៉ុណ្ណោះមិនថារូបលោកជាសមាជិកបណ្ដាញទេសូម្បីពលរដ្ឋដែលរស់នៅជុំវិញព្រៃសហគមន៍នេះក៏ពួកគេបានយល់ដឹងពីអត្ថប្រយោជន៍ព្រៃឈើនេះមិនដូចពីពេលមុនទេឥឡូវមិនស្អីប្រហែលនេះមិនទៅកាប់មកនេះហើយនោះហើយវាស្ដាយដែរបងបោះរុំឲ្យនៅកន្លែងនោះវាទៅអត់រួចគឺសហគមន៍ជិលព្រឹសទេឡូវចោលហូតម៉ាស៊ីនឡើងចិត្ត3 4 10ម៉ាស៊ីនណាវាអត់ទេស្ដាយណាស្រដៀងគ្នានេះដែរអ្នកស្រីវ៉ាក់ស្រីផាក៏ជាសមាជិកបណ្ដាញសហគមន៍ឈើទាលប្រើសម្នាក់ដែលឯកភាពថាធនធានធម្មជាតិជាទ្រព្យដ៏មានតម្លៃសម្រាប់មនុស្សជាតិដែលមិនអាចខ្វះបានព្រោះហេតុនេះហើយទើបអ្នកស្រីសម្រេចចូលជាសមាជិកបណ្ដាញក្រៅពីសមាជិកស្នូលនៃបណ្ដាញសហគមន៍ហើយអ្នកស្រីក៏ដើរល្បាតនៅតាមគោលដៅនៅក្នុងសហគមន៍និងការពារធនធានធម្មជាតិជាមួយសមាជិកបណ្ដាញដទៃផ្សេងទៀតថាធនធានធម្មជាតិមានសារៈសំខាន់សម្រាប់ពួកយើងទាំងអស់គ្នាក៏ដូចជាជម្រកសត្វព្រៃមួយ
ណាមួយទៀតយើងដឹងស្រាប់ហើយធនធានធម្មជាតិអាចរស់ខ្វះយើងបានប៉ុន្តែយើងមិនអាចរស់ខ្វះធម្មជាតិបានទេដោយសារ តំណាងសហគមន៍លើកឡើងថាចន្លោះពីឆ្នាំ 2019 និង 2023 តាមរយៈការចុះល្បាតបណ្ដាញសហគមន៍ចាប់បានប្រភេទរណាអាឈើចំនួន 10 គ្រឿងទន្ទឹមនឹងនោះគណៈកម្មការសហគមន៍ក៏បង្ក្រាបបានបទល្មើសប្រមាណ 20 ករណីទៀតដែរតាមរយៈលក្ខន្តិកៈថ្មីដែលមានបែបផែនតឹងរឹងនេះហើយដែលជួយបើកផ្លូវឲ្យគណៈកម្មការបណ្ដាញសហគមន៍ជាទីព្រឹកអនុវត្តការងារកាន់តែមានប្រសិទ្ធភាពជាងមុនជាអតីតប្រធានសហគមន៍ជាទីព្រឹកលោកពេជ្រសារិកឲ្យដឹងថារាល់បទល្មើសដែលសហគមន៍ចាប់បានគឺត្រូវតែបញ្ជូនឲ្យស្ថាប័នជំនាញនៃរដ្ឋបាលព្រៃឈើចាត់វិធានការហើយសហគមន៍ក៏បន្តកសាងសំណុំរឿងទាំងនោះបញ្ជូនទៅតុលាការដើម្បីអនុវត្តវិធីបន្ថែមដើម្បីប្រកាសថារាល់បទល្មើសដែលបានកើតឡើងទាំងនោះមិនអនុវត្តត្រឹមតែកិច្ចសន្យាដោយពេលមុនទៀតឡើយមានន័យថាពួកគេត្រូវតែអនុវត្តតាមផ្លូវតុលាការទាក់ទងនឹងការអភិរក្សនេះនាយកខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងលោកអនច័ន្ទសុជាតិលើកឡើងថាអាជ្ញាធរក្នុងតំបន់មានកិច្ចសហការក្នុងសម្លេងតែមួយនិងស្រោះដៃគ្នាការពារធនធានធម្មជាតិនៅក្នុងតំបន់នេះគឺដើម្បីរក្សាផលប្រយោជន៍សម្រាប់សហគមន៍ទាំងមូលហើយអ្វីដែលលោករួមទាំងអាជ្ញាធរនិងសហគមន៍បានខិតខំប្រឹងប្រែងការពារកន្លងមកនេះបានចេញជាផ្លែផ្កាដោយសហគមន៍អាចរក្សាការពារបាននៅព្រៃឈើជាច្រើននិងការពារពីការកាប់ទន្ទ្រានយកដីព្រៃរបស់សហគមន៍ធ្វើជាកម្មសិទ្ធិឯកជនផងដែរដោយសារយើងគិតថាអ្វីដែលយើងថែទាំព្រៃក៏ដូចជាដីសហគមន៍នេះក៏ដើម្បីផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋដែលយើងរស់នៅតាមមូលដ្ឋានជាពិសេសនៅសហគមន៍ជាទីប្រឹងតែម្ដងហើយអ្វីដែលយើងទទួលបានគឺថាយើងទទួលបានលទ្ធផលជាច្រើនអញ្ចឹងរក្សាបានព្រៃរក្សាបានដីទប់ស្កាត់បទល្មើសចំណែកមេឃុំចំការលើលោកសំភីមានក្តីសប្បាយរីករាយពេលដែលសហគមន៍មានការថយចុះបទល្មើសព្រៃឈើហើយសហគមន៍បានចូលរួមការពារព្រៃឈើយ៉ាងស្រស់ដៃគ្នាព្រោះថាសហគមន៍មានការយល់ដឹងច្រើនជាងមុនទាក់ទងពីផលប្រយោជន៍នៃព្រៃឈើដែលរួមចំណែកក្នុងការទប់ស្កាត់បំរែបំរួលអាកាសធាតុអារម្មណ៍ខ្ញុំគឺថាវារកឲ្យប្រៀបធៀបបានទេតែយើងអនុវត្តច្បាប់ទៅហើយជាបរិវត្តយល់ច្បាស់អំពីច្បាប់ហ្នឹងគាត់ចាត់ទុកថាវាជាសម្បត្តិរួមគ្នាទាំងអស់ខ្ញុំសប្បាយចិត្តថាអរគុណណាស់ជាបរិវត្តយល់ច្បាស់បើតាមលោកពេជ្រសារិក្នុងចំណោមអ្នកដែលអនុវត្តទោសបានពេញលេញមកដល់ពេលនេះអ្នកប្រព្រឹត្តបទល្មើសទាំងនោះពួកគេទទួលបានសេរីភាពវិញអស់ហើយក្រោយពីត្រឡប់ទៅលំនៅឋានវិញពួកគេក៏លែងមានសកម្មភាពអ្វីថ្មីទៀតដែរនៅក្នុងសហគមន៍នេះជាផែនការបន្ទាប់ក្រុមកិច្ចសហការពីអាជ្ញាធរពាក់ព័ន្ធសហគមន៍ក្រុងនឹងដាំឈើឡើងវិញក្នុងទំហំផ្ទៃដីជាង10ហិកតាដើម្បីបំពេញទីតាំងដែលរងការកាប់បំផ្លាញឲ្យក្លាយជាតំបន់ដែលមានពណ៌បៃតងឡើងវិញហើយប្រភេទកូនឈើដែលមានជាង 4000 ដើមដោយដែលមាននៅក្នុងគម្រោងដែលត្រូវដាំនោះមានដូចជាដើមកកោះបេងធ្នង់ក្រញូងកគីច័ន្ទក្រឹស្នានិងដើមជាច្រើនប្រភេទផ្សេងទៀតជាងនេះទៅទៀតគម្របព្រៃឈើដែលរក្សាបានគង់វង្សនៅពេលនេះទាក់ទាញបានរបបទឹកភ្លៀងទៀងទាត់ជាងមុនចូលរួមកាត់បន្ថយការឡើងកម្ដៅនិងខ្យល់កន្ត្រាក់នៅក្នុងសហគមន៍ក្នុងពេលអាកាសធាតុកំពុងប្រែប្រួលខ្លាំងទាំងនៅក្នុងតំបន់និងពិភពលោក